សួស្តីអ្នកនរគ្នាដែលមាន Wi-Fi និងដុំ router នៅផ្ទះអ្នកនរគ្នាចង់ភ្ជាប់ Wi-Fi ដោយមិនចាំបាច់ប្រើ silent អ្នកនរគ្នាអាចមើលវីដេអូនេះបានជានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីរបៀបក្នុងការ config router ដោយមិនចាំបាច់ប្រើ silent ដោយអ្នកនរគ្នាគ្រាន់តែមានអ៊ីនធឺណិតដើមរបស់អ្នកនរគ្នានៅឆ្ងាយអីចឹងទៅអ្នកនរគ្នាធ្វើការ config ចូលទៅក្នុងrouter របស់យើងហ្នឹងថា router គ្រប់ប្រភេទ router TP-Link អាហ្នឹងគេហៅថារបៀប mesh មានថា mesh នោះមានថាយើងមិនចាំបាច់ប្រើខ្សែដើម្បីភ្ជាប់អ៊ីនធឺណិតពីមេដើមមកទេយើងធ្វើការ config គ្រាន់តែ dot power ចូលទៅក្នុងrouter របស់ TP-Link ឬក៏Wi-Fi យើងទៅយើងអាចធ្វើការconfig Wi-Fi ពីអ៊ីនធឺណិតដើមមកដែលមិនចាំបាច់ប្រើខ្សែដោយយើងគ្រាន់តែ dot ដុំរបស់យើងនឹងចូលទៅក្នុងដុំរបស់យើងនឹងឲ្យមានភ្លើងទៅហើយយើងធ្វើការ config តាមកុំព្យូទ័រឬក៏តាមទូរស័ព្ទរបស់យើងទៅឬការទាញអ៊ីនធឺណិតពីដុំនឹងមកដោយមិនចាំបាច់ខ្សែតែម្ដងតោះយើងទៅទស្សនាជាមួយខ្ញុំអរគុណអូខេបន្ទាប់ពីយើងបានធ្វើការ reset វាហើយយើងធ្វើការ download វាចូលក្នុងកុំព្យូទ័ររបស់យើងមកហើយវាចឹងយើងកន្លែងចម្បាំងយើង download បានដែរអញ្ចឹងពីបន្តមកទៀតយើងធ្វើការចូលទៅក្នុង browser អស់គ្នាហើយឥឡូវនេះខ្ញុំនឹងធ្វើការ record នៅក្នុងទីក្រុមកុំព្យូទ័រឲ្យអ្នកគ្នាមើលតែម្ដងអូខេអញ្ចឹងតើតើជាមួយនឹងការ config ក៏ដូចជា wireless ត្រង់ជាមួយនឹង TP-Link យើងធ្វើការចូលទៅក្នុង browser របស់យើងមកដែលយើងវាយ IP address របស់វាគឺ 192.168.0.1 តទៅទៀតយើងធ្វើការ login ចូលទៅក្នុង browser របស់ TP-Link ហ្នឹងមកអញ្ចឹងយើងវាយ password តែ password ហ្នឹងយើងដាក់ខ្លួនឯងមកប្រហែលអញ្ចឹងណា1 2 3ក៏បានដែរធ្វើការ enter ចូលទៅអញ្ចឹងបន្ទាប់ពីយើងចូលបានហើយយើងធ្វើការចូលទៅក្នុង page 1អញ្ចឹងយើងធ្វើនេះគឺយើងធ្វើលក្ខណៈដូច color នឹងមាន3អញ្ចឹងមាន internet មានអីអញ្ចឹងយើងចូល advanced មក advanced យើងយក internet យើងយក LAN ក្នុង LAN នេះវា IP address ដែលវាឲ្យមកយើងគឺវាឲ្យពីប៉ុណ្ណេះធ្វើការពី 168.0.1 អញ្ចឹងណាយើងធ្វើការបូកកន្លែងហ្នឹងមកអញ្ចឹងយើងចង់បានប្រមាណគឺដាក់102នឹងដាក់ចុងផុតមកដល់101អញ្ចឹងហើយអាហ្នឹងយើងចាំផងទៀតយើងចាំវាផងហ្នឹងក៏យើងហើយកាត់ save វាមួយមក save មួយវានឹងធ្វើការ reboot ចេញឲ្យអ្នកនរគ្នាអញ្ចឹងយើងរងចាំបន្តិចមកអូខេក្រោយពីយើង reboot ហ្នឹងយើងធ្វើការរងចាំបន្តិចទៅវានឹងដំណើរការឲ្យយើងហើយអញ្ចឹងទៅក្នុងជាមួយនេះអានេះជាប្រភេទ TP-Link router access អានេះខ្ញុំហៅថាជាប្រភេទយើងធ្វើការទាញអ៊ីនធឺណិតពីមេវាមកយើងមានអ៊ីនធឺណិតពីអញ្ចឹងទៅមាន Wi-Fi មួយទៅចឹងទៅយើងធ្វើការទាញវាតោះលើយើងចូលទៅមើលដល់គ្នាទៀតបន្តទៀតកន្លែងនេះយើងធ្វើការដាក់ password យើងវិញហ្នឹងមកយើងធ្វើការដាក់មួយទៀតយើងធ្វើការ login វិញអ្នកនរគ្នាឃើញ IP address ខាងលើនេះគឺវាបានដូរ IP address មក102វិញដើម្បីយើងធ្វើការ config ទាញយក Wi-Fi ពីកន្លែងចាស់ពីកន្លែងដែលវាឆ្ងាយមកយើងធ្វើការចូលទៅក្នុង HTTP server នេះអញ្ចឹងមកដល់កន្លែងនេះយើងធ្វើការដល់កន្លែង enable នេះចេញ enable server ហ្នឹងណាបន្តមកទៀតធ្វើការ save មកងាយៗអ្នកនរគ្នាមើលវីដេអូនេះចង់អ្នកនរគ្នាចេះ config ណាយអ្នកនរគ្នាអាចរកបាន router នេះពីខ្ញុំក៏បានដែរអ្នកតំណមកខ្ញុំមិនធ្វើការស្វែងរកឲ្យអ្នកនរគ្នាជាមួយនឹង router TP-Link គ្រប់ប្រភេទទាំងអស់អ្នកគ្នាចង់បានអាចតាក់ទងខ្ញុំបានតាក់ទងជាមួយនឹងដល់កន្លែងនេះបិទ enable នេះហើយយើង save ហើយយើងធ្វើការចូលមកខាងក្រោមនេះ full system យើងធ្វើការ scroll មកក្រោមយកពាក្យsystem នេះsystem parameter នេះហ្នឹងដល់កន្លែងនេះធ្វើការ scroll មកក្រោមអស់នេះ scroll មកក្រោមនោះពាក្យនេះ2.4 GHz នេះកន្លែងហ្នឹងអ្នកគ្នាឃើញវាអត់តាន់បើកនេះអ្នកចុចបើកវាមកអញ្ចឹងក្រោយយើងបើកវាមកយើងធ្វើការស្វែងរកនៅ device អញ្ចឹងដើម្បីស្វែងរកនៅ device បានយើងធ្វើការយកពាក្យ Sophie នេះ device ដែលនៅចិត្តហ្នឹងវានឹងធ្វើការឡើងមកឲ្យយើងហើយចឹងបើសិនអ្នកនេះវានៅឆ្ងាយតិចតែទុកជួលវាឆ្ងាយអញ្ចឹងខ្ញុំធ្វើការចុចកន្លែងឈូសនេះមកវានឹងធ្វើការចូល device ហ្នឹងមក TP-Link របស់យើងហើយអញ្ចឹងដើម្បីចូលបានយើងធ្វើការដាក់ password យើងយក no security ក៏បាន security ក៏បានដែរអញ្ចឹងណាអញ្ចឹងអាហ្នឹងយើងអាចដាក់ចុចទៅមើល password ហ្នឹងអូខេយើងធ្វើការ save វាមកអញ្ចឹងយើងធ្វើការទៅដូរឈ្មោះវាទៀតយើងរកពាក្យ wireless នេះអញ្ចឹង wireless យើងយក wireless setting កន្លែងនេះកន្លែងយើងកំណត់អញ្ចឹង color នេះគឺឈ្មោះ device អញ្ចឹងខ្ញុំអត់ចង់បានឈ្មោះ device ហ្នឹងទេខ្ញុំចង់ដាក់ឈ្មោះ device របស់ខ្ញុំអញ្ចឹងទៅខ្ញុំចង់យកអីទៅនេះ password របស់យើងតាមមកចង់បាន password មកដាក់របស់ខ្ញុំពីក្រោមនេះអត់អីទេយក auto បាន bit only ជា page អី auto ណាមេហ្គាអានេះជា page មេយើងមកយកបាន channel នេះវាឲ្យមើលទេបើខ្ញុំយកលើ20ចេញយកឲ្យវា auto បើខ្ញុំនេះtrain with power UAK យើងយក high មកត
tiênយើងធ្វើការ save ឲ្យ device ហ្នឹងវាធ្វើការឡើងឲ្យយើងនៅជុំទៅមើលកុំតននេះវាឡើង device យើងហើយយើងធ្វើការ reboot មួយមកអញ្ចឹងដល់កន្លែងហ្នឹងយើងធ្វើការ reboot វាចោលពីទៀតទៅដើម្បីឲ្យវាដំណើរការជាស្រ័យសម្រាប់ការបញ្យល់វាអត់សូវក្បោះបាត់សិនជាកន្លែងណាអត់យល់ក៏អាចឆាតមកខ្ញុំបានដែរឥឡូវហ្នឹងវាកំពុងធ្វើការ reboot តែយើង reboot ចប់យើងធ្វើការ connect វាសាកតែជាមួយខ្ញុំអត់គ្នាអញ្ចឹង router របស់យើងមកដល់កន្លែងហ្នឹងគឺវាលុតវាអត់មានដំណើរការទេចាំមើលវា reboot ចប់វានឹងឡើងភ្លើងឲ្យយើងឥឡូវនេះវាលុតភ្លើងនៅដល់ភ្លើង power មួយទៀតហើយវាលុតផ្លាប់ចឹងវាដោយសារវាកំពុងតែ reboot យើង reboot មកញ៉ា screen computer វិញអញ្ចឹង app card អ្នកនរគ្នាអាចធ្វើនៅលើទូរស័ព្ទដៃបានដែរឲ្យអ្នកនរគ្នា login IP address ហើយ IP address ហ្នឹងគឺការកត់វាតុកទៅនៅថ្ងៃក្រោយយើងចង់ login ចូលទៅមើលទៅចុះចូលទៅដូរ password ទៅយើងធ្វើការ login តាមវា IP ហ្នឹង IP យើងដាក់ក្រោយវិញណា 192.168.102 ហ្នឹងចឹង IP SIM របស់វាគឺ 192.168.0.1 IP របស់ TP-Link យើង login ទៅដាក់ password មក password វាបាន1 2 3មិញ password ដល់ដាក់បានក៏បានដែរឲ្យយើងចាំខ្លួនឯងឥឡូវនេះធ្វើការវាឡើងមកហើយយើង reboot តែយើង reboot តន់ចប់ទេវាទៅបាន70ជាងវាឡើង device មកយើងរងចាំវាឲ្យវាដល់ចប់អញ្ចឹងអ្នកនរគ្នាចង់បាន TP-Link ឬទៅ connect នៅផ្ទះខ្លួនឯងអត់ចង់ប្រើខ្សែអាចនៅក្នុងមកខ្ញុំបានខ្ញុំអាចជួយអ្នកនរគ្នាបាននេះជាប្រភេទ TP-Link សេរីចាស់ដែរជាប្រភេទ Access Point panel វាLC60 ចុះឥឡូវនេះការ reboot ហ្នឹងគឺវាបានចាប់ហើយអញ្ចឹងចាប់វាឡើងអញ្ចឹងយើងចូលក្នុង screen computer ទៀតអញ្ចឹង router របស់យើងមកដល់កន្លែងនេះគឺវាលុតវាអត់មានដំណើរការទេអូខេអញ្ចឹងបើវា reboot យើងធ្វើការ login វាចូលសារថ្មីទៅយើងចុច login ទៅបើ password យើង1 2 3វិញហ្នឹងណា IP address ហ្នឹងនេះ IP ខាងលើយើងក៏វាចូលបានហើយយើងអាចចូលតែអ៊ីនធឺណិតបាននេះវិញយើងទាញអ៊ីនធឺណិតពី Wi-Fi ជា LAN ហេងនេះអញ្ចឹងយើងធ្វើការ connect វាមកយើងដាក់ password មែនវិញអញ្ចឹងយើងវាយ password យើងចូលដល់នេះគេឥឡូវហ្នឹងយើងធ្វើការ connect វាអញ្ចឹងយើងបាន connect វាជួបហើយអញ្ចឹងយើងធ្វើការសាកតេស្តជាមួយខ្ញុំអស់គ្នាអញ្ចឹងយើងធ្វើការចូលក្នុង browser ណាមួយនៅគ្នាចង់តេស្តមកទៀតហើយខ្ញុំតេស្ត YouTube សិនយើងធ្វើការតេស្ត YouTube សិនហើយចាំខ្ញុំ speak ឲ្យអ្នកឥឡូវនេះវាដើរណាវាដើរហើយវាទាញអ៊ីនធឺណិតពី LAN នេះឃើញសញ្ញាវាគឺពេញមកសញ្ញាដែលយើងចាប់មកគឺវាបានតែ3កាន់ទេសញ្ញាដែលយើងចាប់មកពី TP-Link ដែលយើងប្រើប្រាស់នេះគឺវាសញ្ញាពេញបានសញ្ញាពេញអញ្ចឹងតើតើមួយការ config នេះយើងអត់ប្រើ LAN ទេយើងប្រើតែ adapter ឬ SIM មកវាមកហើយយើងទិញតែនេះមួយទៅយើងធ្វើការ config បាននេះបើសិនជាផ្ទះអ្នកគ្នាស្មារតីអញ្ចឹងយើងធ្វើការទិញអានេះទៅកំបាយតបានតែរបៀប config យើងមានពីរបៀបនៃការ config បើសិនអ្នកគ្នាទិញពីខ្ញុំក៏ជាយើងបញ្យល់អ្នកគ្នារបៀបនៃការប្រើប្រាស់វាធ្វើនេះយើងធ្វើការ config បានជោគជ័យហើយ config អានេះគេហៅថា wireless អញ្ចឹងយើងមើលទៅវាហើយវាដាក់ smooth ជាងយើងប្រើប្រាស់អ៊ីនធឺណិតណាអូខេប៉ុណ្ណឹងបានហើយយើងទៅការ test speed ជាមួយខ្ញុំមកនេះ speed